Blessings of my ពរ service ជ័យ in មួយក្នុង primary. ចំណោមពរជ័យទាំងឡាយនៃការបម្រើរបស់ខ្ញុំនៅក្នុងអង្គការធម្មសាគឺថាដួងចិត្តរបស់ខ្ញុំបានរៀនស្រឡាញ់នៅក្នុងភាសាដែលខ្ញុំមិនចេះនិយាយខ្ញុំបានរកឃើញសេចក្តីអំណរក្នុងការប្រស័យតាក់ទងជាមួយបងប្អូនពួកបរិសុទ្ធតាមរយៈភាសានៃតន្ត្រីដ៏ពិសិដ្ឋដែលបានចែកចាយហើយជាពិសេសតាមរយៈបទចម្រៀងសាមញ្ញៗរបស់អង្គការបឋមសិក្សាព្រះវិញ្ញាណបរិសុទ្ធបានធ្វើឲ្យខ្ញុំអាចយកឈ្នះឧបសគ្គខាងភាសាហើយបានបំពេញដួងចិត្តខ្ញុំនៃការទទួលអារម្មណ៍និងការខ្សឹបប្រាប់របស់ទ្រង់នៅពេលកុមារច្រៀងនោះស្ដីស្លាញ់របស់ព្រះនិងព្រះជាបុត្រារបស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទត្រូវបានប្រកាសដោយស្ដីពិតយ៉ាងច្បាស់ចាក់ចូលទៅក្នុងដួងចិត្តទោះបីជាខ្ញុំមិនបានធំឡើងនៅក្នុងអង្គការបឋមសិក្សាក៏ដោយក៏ព្រះវិញ្ញាណបានបង្រៀនខ្ញុំយ៉ាងច្បាស់អំពីភាពពិសិដ្ឋនៃបទចម្រៀងទាំងនោះហើយបទចម្រៀងទាំងនោះបានក្លាយជាផ្នែកមួយនៃអត្ថបទបង្គំផ្ទាល់របស់ខ្ញុំបទចម្រៀងអង្គការសិក្សាបានមានឥទ្ធិពលដល់បរិសុទ្ធនៅក្នុងដួងចិត្តរបស់ខ្ញុំហើយបានលើកព្រលឹងរបស់ខ្ញុំឡើងហើយខិតខ្ញុំទៅចិត្តព្រះអង្គសង្គ្រោះនិងដំណឹងល្អរបស់ទ្រង់ប្រធានដាលេន HO ធ្លាប់បានបង្រៀនថាការជ្រើសទំនុកអំការគឺជាវិធីដ៏ល្អបំផុតមួយដើម្បីរៀនពីគោលលទ្ធិនៃដំណឹងល្អដែលបានស្ដារឡើងវិញប្រសាសន៍ទាំងនោះគឺពិតសម្រាប់យើងទាំងអស់គ្នាហើយក៏កាន់តែពិសេសសម្រាប់កុមារផងដែរតន្ត្រីអង្គការបឋមសិក្សាគឺជាឧបករណ៍ដ៏ទន់ភ្លន់បំផុតមួយរបស់ព្រះសម្រាប់ជួយបណ្ដុះគ្រាប់ពូជនៃទីបន្ទាល់ក្នុងដួងចិត្តសិស្សវ័យក្មេងរបស់ព្រះអង្គសង្គ្រោះមេដាបៃតាថ្នាក់ដឹកនាំនិងគ្រូបង្រៀនទាំងឡាយផ្ដល់នូវការចិញ្ចឹមបីបាច់ទៅដល់គ្រាប់ពូជនោះនៅពេលដែលពួកគេថ្លែងទីបន្ទាល់និងអញ្ជើញកុមារឲ្យថ្លែងទីបន្ទាល់អំពីគ្រប់ការទាំងឡាយដែលពួកគេកំពុងមកស្គាល់អំពីព្រះបរិបិតាសួរព្រះជាបុត្រាគឺព្រះយេស៊ូវគ្រីស្ទនិងព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ក្នុងរយៈពេលប្រហែលឆ្នាំចុងក្រោយនៃការបម្រើរបស់ខ្ញុំបានចំណាយពេលច្រៀងនិងរៀនពីតន្ត្រីអង្គការបឋមសិក្សាខណៈពេលគិតពិចារណាអំពីសំណួរមួយចំនួនតើបទចម្រៀងអង្គការបឋមសិក្សាដែលបានរៀននៅកុមារភាពអាចក្លាយជាភាសាខាងវិញ្ញាណដែលកុមារអាចប្រើដើម្បីថ្លែងទីបន្តពេញមួយជីវិតរបស់ពួកគេដោយរបៀបណាតើការច្រៀងពីស្ដីពិតនៃដំណឹងល្អជួយឲ្យកុមារចងចាំព្រះអម្ចាស់ដែលជាផ្នែកមួយនៃសេចក្ដីសញ្ញារបស់ពួកគេនិងរៀបចំខ្លួនពួកគេសម្រាប់ពិធីបរិសុទ្ធទាំងឡាយរបស់ទ្រង់ដោយរបៀបណាតើបទចម្រៀងអង្គការបឋមសិក្សាអាចជួយចរិតក្រឹតវិន័យរបស់ព្រះទុកក្នុងចិត្តរបស់កុមារទាំងនេះបានដោយរបៀបណានៅពេលចាប់ផ្ដើមបង្កើតអង្គការបឋមសិក្សាក្នុងឆ្នាំ1878ប្រធានដំបូងរបស់អង្គការនេះឈ្មោះ Aurelia Spencer Roger បានសង្កេតឃើញថាការច្រៀងគឺចាំបាច់ខ្លាំងណាស់តន្ត្រីតែងតែជាចំណុចដ៏សំខាន់ក្នុងការបង្រៀនកុមារអំពីដំណឹងល្អបទចម្រៀងអង្គការបឋមសិក្សាអាចក្លាយជាភាសាដំបូងបង្អស់របស់កុមារដោយសារទំនុកភ្លេងដ៏សាមញ្ញធ្វើឲ្យយល់ច្បាស់អំពីស្ដីពិតនៃដំណឹងល្អដែលមាននៅក្នុងជំនាញទាំងនោះមានឥទ្ធិពលនៅជាមួយកុមារពេញមួយជីវិតនិងខ្លះជាផ្នែកមួយនៃភាពជាសិស្សរបស់ពួកគេនិងជាវិធីសាមញ្ញមួយសម្រាប់ពួកគេដើម្បីថ្លែងទីបន្ទាល់អំពីព្រះអង្គសង្គ្រោះជំនាញអង្គការបឋមសិក្សាក៏អាចជាឧបករណ៍បង្រៀនគោលការណ៍ដ៏មានឥទ្ធិពលផងដែរជំនាញខ្លះប្រាប់អំពីដំណើររឿងនៃជីវិតនិងការងារបម្រើរបស់ព្រះអង្គសង្គ្រោះជំនាញខ្លះទៀតបង្រៀនអំពីគុណលក្ខណៈរបស់ទ្រង់ដូចជាសេចក្តីជំនឿសេចក្តីសង្ឃឹមនិងសេចក្តីសប្បុរសរបស់ទ្រង់ហើយជំនាញដ៏ពិសិដ្ឋបំផុតថ្លែងទីបន្ទាល់អំពីដង្វាយធននៃនិរន្តរ៍របស់ទ្រង់និងសេចក្តីស្រឡាញ់ដែលហូរចេញមកពីទង្វើនៃសេចក្តីសង្គ្រោះនោះព្យាការីម្នាក់របស់ព្រះអម្ចាស់គឺប្រធាន Russell M. Nelson បានបង្រៀនថាតន្ត្រីអាចបន្តមានឥទ្ធិពលសម្រាប់សេចក្តីល្អលើសពីពេលវេលាដែលកុមារនៅតូចទៅទៀតតន្ត្រីមានអំណាចដើម្បីផ្ដល់ការបែកបាក់ខាងវិញ្ញាណតន្ត្រីមានអំណាចដើម្បីព្យាបាលតន្ត្រីមានអំណាចដើម្បីសម្របសម្រួលការថ្វាយបង្គំតន្ត្រីអនុញ្ញាតឲ្យយើងសេចក្ដីគិតអំពីដង្វាយធម៌របស់ព្រះអង្គសង្គ្រោះនិងការស្ដារឡើងវិញនៃដំណឹងល្អជាមួយនឹងគោលការណ៍ដ៏សង្គ្រោះព្រមទាំងពិធីបរិសុទ្ធដ៏លឿនកាងរបស់វាតន្ត្រីផ្ដល់នូវអំណាចសម្រាប់យើងដើម្បីបង្ហាញគំនិតដែលប្រកបដោយការអធិដ្ឋានហើយថ្លែងទីបន្ទាល់អំពីស្ដីពិតដ៏ពិសិដ្ឋក្នុងនាមជាមេដាបៃតាថ្នាក់ដឹកនាំនិងគ្រូបង្រៀនកិច្ចខិតខំរបស់យើងរួមមានការជួយកុមារឲ្យទទួលបានពរជ័យដែលបានសន្យាទាំងនោះតាមរយៈការបង្រៀនដោយចេតនាពីស្ដីពិតនៃដំណឹងល្អដែលមាននៅក្នុងតន្ត្រីប្រធាន Nelson ក៏បានបង្រៀនផងដែរថាកុមារអាចរៀនគោលលទ្ធិបានច្រើននៅពេលដែលពួកគេរៀនច្រៀងដោយការរៀនគោលលទ្ធិនៅក្នុងថ្នាក់រៀនផងដែរបទចម្រៀងទាំងនោះអាចផ្ដល់នូវអាងស្តុកនៃទេសនកថាពោពេញដោយស្ដីជំនឿដែលចង្អុលបង្ហាញកុមារទៅកាន់ព្រះអង្គសង្គ្រោះនិងជួយពួកគេឲ្យបង្កើតការតាំងចិត្តចំពោះដំណឹងល្អរបស់ទ្រង់ព្រះគម្ពីរបង្រៀនថាបទចម្រៀងនៃពួកសុចរិតដែលចេញពីចិត្តគឺជាស្ដីត្រេកអរចំពោះព្រះអង្គសង្គ្រោះខ្ញុំរំភើបជាខ្លាំងចំពោះភាពរីករាយដែលសម្លេងនៃសិស្សវ័យក្មេងរបស់ព្រះអង្គសង្គ្រោះបានឮឡើងខ្ញុំដឹងថាបទចម្រៀងប្រកបដោយការអធិដ្ឋានរបស់ពួកគេបានបន្លឺទៅដល់ឋានសួគ៌ដែលជាការសម្ដែងនៃសេចក្តីជំនឿដែលយើងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យបញ្ជាក់ពីស្ដីពិតដ៏អស្ចារ្យនិងដ៏ទន់ភ្លន់ហើយអញ្ជើញអ្នកដទៃដែលរៀបសារឲ្យទទួលយកការហៅរបស់ព្រះអង្គសង្គ្រោះរបស់យើងដើម្បីធ្វើតាមទ្រង់និងត្រឡប់ទៅផ្ទះវិញដោយ Elder Henry B. Eyring បានរំលឹកយើងថាគឺនៅក្នុងគ្រានោះហើយដែលការទទួលអារម្មណ៍ពីព្រះវិញ្ញាណបង្ហាញផុសតាំងដល់យើងពីដង្វាយធម៌របស់ព្រះអង្គសង្គ្រោះថាកំពុងដំណើរការនៅក្នុងជីវិតរបស់យើងតន្ត្រីអង្គការបឋមសិក្សាអាចជាអភូតហេតុមួយនៅជាប់ពេញមួយជីវិតក្នុងដំណើរនៃភាពជាសិស្សរបស់កុមារបទចម្រៀងដែលរៀននៅអាយុ6ឆ្នាំមានឥទ្ធិពលនៅជាមួយយើងហើយអាចត្រឡប់មកវិញជាច្រើនទសវត្សរ៍ក្រោយនៅក្នុងគ្រានៃការសម្រេចចិត្តការលបួងទុកព្រួយឬក្នុងក្តីអំណរប្រហែលជាប្រហែលឆ្នាំក្រោយមកទំនុកចិត្តនៃបទខ្ញុំនឹងធ្វើតាមផែនការព្រះអាចធ្វើជាយុទ្ធការខាងវិញ្ញាណដែលបន្លឺសំឡេងបន្តនៃទីបន្ទាល់របស់សាវកពលអំពីភាពប្រកបប្រជានៃសេចក្តីសន្យារបស់ព្រះចំពោះយើង
ឬវាអាចរំលឹកយើងថាដោយសារតែព្រះរក្សាសេចក្តីសន្យារបស់ទ្រង់នោះសេចក្តីសញ្ញារបស់ទ្រង់ផ្ដល់នូវការលួងលោមយ៉ាងខ្លាំងនិងជាទីជម្រកហើយអញ្ជើញយើងឲ្យដាក់ក្តីសង្ឃឹមនិងការធានារបស់យើងយ៉ាងខ្ជាប់ខ្ជួនទៅលើព្រះយេស៊ូវគ្រីស្ទនិងទៅលើព្រះចេស្តាដ៏ធួនរបស់ទ្រង់សមាជិកទូទាំងពិភពលោកនៅក្នុងពេលមានការលំបាកតែងតែចងចាំនិងងាកទៅរកបទចម្រៀងអង្គការបឋមសិក្សាដែលពួកគេបានរៀនកាលពីកុមារសម្រាប់សមាជិកភាគច្រើនបទចម្រៀងទាំងនោះបានគាំទ្រការអភិវឌ្ឍដំបូងនៃសេចក្តីជំនឿរបស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទហើយជាញឹកញាប់ជាកន្លែងដំបូងដែលការប្រាជ្ញាជឿលើដំណឹងល្អរបស់ទ្រង់បានចាប់ផ្ដើមឪពុកម្ដាយថ្នាក់ដឹកនាំនិងគ្រូបង្រៀនទាំងឡាយបានចិញ្ចឹមបីបាច់សេចក្តីជំនឿនោះអស់រយៈពេលជាច្រើនឆ្នាំតាមរយៈការបង្រៀនការជ្រៀននិងការថ្លែងទីបន្ទាល់ទៅកាន់កុមារដោយការយកចិត្តទុកដាក់បងស្រីម្នាក់បានចែកចាយជាមួយខ្ញុំថាគាត់ស្រឡាញ់តន្ត្រីអង្គការបឋមសិក្សាណាស់ហើយ20ឆ្នាំក្រោយមកគាត់បានឲ្យតម្លៃលើរឿងនោះព្រោះវាបានជំរុញល្បឿននៃការបន្តការប្រាជ្ញាជឿរបស់គាត់ទៅលើដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទសមាជិកម្នាក់ទៀតបានធ្វើបន្តថាអង្គការបឋមសិក្សាបានដាំគ្រាប់ពូជតូចមួយនៅស្ដីជំនឿនៅពេលដែលគាត់នៅក្មេងហើយនោះជាលទ្ធផលដែលគាត់អាចត្រឡប់មកសាសនាចាស់របស់ព្រះអង្គម្ចាស់វិញក្នុងវ័យ30ឆ្នាំព្រះអង្គសង្គ្រោះបានសន្យាថាព្រះដ៏ជាជំនួយនឹងបង្រៀនអ្នករាល់គ្នាពីគ្រប់ទាំងសេចក្តីទាំងអស់ក៏នឹងរំលឹកពីគ្រប់ទាំងសេចក្តីតន្ត្រីអង្គការបឋមសិក្សាអាចជាវិធីមួយដែលការសន្យានោះបានបំពេញជំនាញអង្គការប្រឹក្សាជាទីស្រឡាញ់មួយទៀតបានបង្រៀនអំពីអំណាចនៃសេចក្តីជំនឿសាមញ្ញនិងជាទីបន្ទាល់ដ៏យូរអង្វែងការខ្ញុំដើរតាមព្រះយេស៊ូវទៅផ្ទះនៅសួគ៌កេលីទ្រង់ប្រទានព្រះវិញ្ញាណឲ្យខ្ញុំពេញដោយក្តីស្នេហ៍ប្រពៃផ្លាស់ចិត្តខ្ញុំជាដរាបជួយខ្ញុំឃើញកាន់តែច្បាស់ខ្ញុំដើរតាមទ្រង់នោះទ្រង់យើងនឹងខ្ញុំប្រកាសណាស់នៅពេលដែលកុមារច្រៀងនោះពួកគេកំពុងបង្ហាញពីបំណងប្រាថ្នារបស់សិស្សនិងកំពុងរៀនតាមលំនាំនៃការរស់នៅតាមសេចក្តីសញ្ញាព្រះវិញ្ញាណអាចប្រើតន្ត្រីដើម្បីចរិតស្ដីពិតដ៏អស្ចារ្យចនិចនៅលើចិត្តដ៏ទន់ភ្លន់របស់ពួកគេហើយនៅពេលវេលាមកដល់កុមារអាចជ្រើសរើសដើម្បីនាំយកនិងបង្វែរដួងចិត្តនិងជីវិតរបស់ពួកគេឆ្ពោះទៅរកព្រះយេស៊ូវគ្រីស្ទតាមរយៈការធ្វើនិងការរក្សាសេចក្តីសន្យាដ៏ពិសិដ្ឋជាមួយនឹងទ្រង់តន្ត្រីដ៏ពិសិដ្ឋអាចជួយចរិតគោលលទ្ធិរបស់ព្រះគ្រីស្ទទុកនៅក្នុងព្រលឹងនិងរៀបចំយើងដើម្បីទទួលបានពិធីបរិសុទ្ធរបស់ទ្រង់តន្ត្រីដ៏ពិសិដ្ឋនោះភ្ជាប់គោលលទ្ធិរបស់ព្រះអម្ចាស់ទៅក្នុងការចងចាំរបស់យើងហើយការចងចាំទាំងនោះភ្ជាប់ទៅនឹងភាពជាសិស្សរបស់យើងនៅក្នុងទ្រង់ក្នុងនាមជាថ្នាក់ដឹកនាំអង្គការបឋមសិក្សាយើងមានឱកាសនឹងការទទួលខុសត្រូវដ៏ពិសិដ្ឋដើម្បីធានាថាតន្ត្រីនៅក្នុងអង្គការបឋមសិក្សាត្រូវបានបង្រៀនដោយសេចក្តីអំណរជាមួយនឹងការយល់ដឹងអំពីគោលលទ្ធិនិងដោយព្រះវិញ្ញាណការនេះរួមបញ្ចូលទាំងការអញ្ជើញកុមារឲ្យកត់សម្គាល់ពីអ្វីដែលពួកគេទទួលអារម្មណ៍នៅពេលពួកគេច្រៀងនិងការជួយពួកគេឲ្យស្គាល់ថាអារម្មណ៍ទាំងនោះគឺមកពីព្រះវិញ្ញាណបរិសុទ្ធកិច្ចខិតខំប្រឹងប្រែងទាំងនេះជួយរៀបចំកុមាររបស់យើងសម្រាប់ពិធីដ៏ពិសិដ្ឋដូចជាពិធីបន់ជ្រមុជទឹកនិងពិធីបញ្ជាក់ព្រមទាំងការបំផុសគំនិតឲ្យចងចាំអំពីសេចក្តីសញ្ញារបស់ពួកគេនៅពេលពួកគេបន្តរក្សាការសន្យារបស់ពួកគេជាមួយព្រះជាប្រចាំនៅយប់អាហារចុងក្រោយបន្ទាប់ពីព្រះអង្គសង្គ្រោះបានចាត់តាំងពិធីសាក្រមង្គលម៉ាថៃកត់ត្រាថារួចកាលបានច្រៀងទំនុកមួយហើយនោះក៏នាំគ្នាចេញទៅឯភ្នំដើមអូលីវជារៀងរាល់សប្តាហ៍សមាជិកដែលបានទទួលបន់ជ្រមុជទឹកនិងពិធីបញ្ជាក់នៃសាសនាចាស់ដែលបានស្ដារឡើងវិញរបស់ព្រះអង្គម្ចាស់រួមទាំងកុមារដែលបានទទួលពិធីបន់ជ្រមុជទឹកដែលមានអាយុ8ឆ្នាំរៀបចំខ្លួនដើម្បីទទួលទានសាក្រមង្គលរបស់ព្រះអង្គម្ចាស់តាមរយៈការជ្រៀងតន្ត្រីដ៏ពិសិដ្ឋក្រុមជំនុំនៃបុត្រាបុត្រីរបស់ព្រះត្រូវបានផ្ដល់ឱកាសដើម្បីរៀបចំចិត្តគំនិតរបស់ពួកគេសម្រាប់ពិធីបរិសុទ្ធដ៏ពិសិដ្ឋនោះដើម្បីលើកដាក់មកលើខ្លួនពួកគេនៅព្រះនាមនៃព្រះជាបុត្រារបស់ទ្រង់ដើម្បីចងចាំទ្រង់ជានិច្ចហើយកាន់តាមប្របញ្ញត្តិទាំងឡាយរបស់ទ្រង់អោមិត្តជាទីស្រឡាញ់ខ្ញុំសូមធ្វើទីបន្ទាល់ថាបទចម្រៀងអង្គការបឋមសិក្សាបង្រៀនអំពីស្ដីពិតនិងគោលលទ្ធិដ៏អស្ចារ្យជានិច្ចដែលដឹកនាំយើងទៅរកព្រះអង្គម្ចាស់និងដំណឹងល្អរបស់ទ្រង់ខ្ញុំសូមអញ្ជើញបងប្អូនឲ្យពិចារណាថាគោលមូលដ្ឋានគ្រឹះនៃស្ដីពិតអ្វីខ្លះដែលបានជ្រឹកចូលក្នុងដួងចិត្តរបស់បងប្អូនតាមរយៈការបង្រៀនដ៏សាមញ្ញនៃបទចម្រៀងទាំងនោះនឹងធ្វើទីបន្ទាល់អំពីស្ដីពិតទាំងឡាយទៅដល់សិស្សវ័យក្មេងបំផុតរបស់ព្រះអង្គសង្គ្រោះនៅពេលដែលបងប្អូនបង្រៀនពួកគេអំពីដំណឹងល្អនៃព្រះសិក្ខាបទតាមរយៈបទចម្រៀងខ្ញុំដឹងថាព្រះវរបិតារបស់យើងដោយសេចក្តីស្រឡាញ់ដ៏អស្ចារ្យជានិច្ចរបស់ទ្រង់បានបញ្ជូនព្រះជាបុត្រាជាទីស្រឡាញ់របស់ទ្រង់មកផែនដីដើម្បីបង្រៀនយើងបង្ហាញផ្លូវដល់យើងនិងដើម្បីប្រោះលោះយើងតាមរយៈដង្វាយធួនរបស់ទ្រង់ខ្ញុំដឹងថាជីវិតនិងការងារបម្រើរបស់ព្រះអង្គសង្គ្រោះគឺពិតប្រាកដនិងផ្ទាល់ខ្លួនព្រះគម្ពីរមានពោរពេញទៅដោយដំណើររឿងនៃការព្យាបាលស្ដីសប្បុរសនៅពុទ្ធហេតុរបស់ទ្រង់ខ្ញុំដឹងថាព្រះវរបិតាស្ដាប់ឮនិងឆ្លើយតបការអធិដ្ឋានដ៏ស្មោះត្រង់របស់ព្រះបុត្រាបុត្រីរបស់ទ្រង់មិនថាពួកគេមានអាយុប៉ុន្មានស្ថិតក្នុងកលៈស្ថាបែបណាឬនិយាយភាសាអ្វីនោះទេទ្រង់ស្ដាប់ការទូលអង្វរដ៏ស្ងប់ស្ងាត់នៅក្នុងចិត្តរបស់ទ្រង់ខ្ញុំសូមធ្វើទីបន្ទាល់ថានៅក្នុងសួនច្បារកេសេម៉ានីព្រះយេស៊ូវគ្រីស្ទបានទទួលបន្ទុកនៃអំពើបាបទុកព្រួយនឹងការឈឺចាប់របស់យើងទ្រង់បានស្ម័គ្រប្រតិរងទុកដោយសារតែស្ដីស្លាញ់របស់ទ្រង់ចំពោះយើងខ្ញុំដឹងថាយើងគឺជាបុត្រាបុត្រីរបស់ព្រះដែលត្រូវបានបង្កើតឡើងតាមរូបអង្គទ្រង់ដោយប្រទានឲ្យនៅសក្តានុពលដ៏ទេវភាពនិងបានអញ្ជើញឲ្យត្រឡប់ទៅរស់នៅជាមួយនឹងទ្រង់វិញប្រសិនបើយើងជ្រើសរើសធ្វើតាមព្រះយេស៊ូវគ្រីស្ទ
ខ្ញុំដឹងថាព្រះយេស៊ូវគ្រីស្ទគឺជាគំរូដ៏ល្អឥតខ្ចោះរបស់យើងហើយនៅពេលយើងធ្វើតាមត្រង់តាមរយៈការបម្រើការអភ័យទោសនិងការស្រែកអ្នកដទៃនោះយើងប្រែក្លាយកាន់ទៅដូចជាទ្រង់ពីមួយថ្ងៃទៅមួយថ្ងៃហើយខ្ញុំដឹងថាព្រះវិហារបរិសុទ្ធរបស់ព្រះអម្ចាស់គឺជាដំណាក់របស់ទ្រង់នៅទីនេះនៅលើផែនដីនៅក្នុងព្រះវិហារបរិសុទ្ធទាំងនេះយើងធ្វើសេចក្តីសញ្ញាដ៏ពិសិដ្ឋទទួលបានពរជ័យដ៏អស្ចារ្យជានិច្ចនិងរៀបបន្ថែមអំពីទ្រង់និងទទួលអារម្មណ៍កាន់តែច្រើនអំពីវត្តមានរបស់ទ្រង់ព្រះវិហារបរិសុទ្ធគឺជាកន្លែងនៃការរៀនសូត្រភាពសុខសាន្តនិងជាទីនៃការរៀបចំខ្លួនសម្រាប់ជីវិតរបស់យើងខ្ញុំសូមថ្លែងទីបន្តថាការកាត់ខំប្រឹងប្រែងយើងធ្វើដើម្បីបង្រៀននិងច្រៀងបទចម្រៀងកុមារចម្រៀងអង្គការថងសាទាំងនោះទៅដល់កុមាររបស់យើងមិនមែនគ្រាន់តែជាផ្នែកដ៏ល្អនៃទំនៀមទម្លាប់នៃសាសនាចាត់របស់យើងប៉ុណ្ណោះទេទាំងនោះគឺជាទេសនកថាសម្រាប់សិស្សរបស់ព្រះយេស៊ូវគ្រីស្ទទីបន្តចំពោះសេចក្តីពិតនៃដំណឹងល្អដែលបានស្អាតឡើងវិញនិងជាការអធិដ្ឋានដែលបានបង្កើតជាតន្ត្រីដ៏ពិសិដ្ឋអាចបំភ្លឺពន្លឺនៃព្រះគ្រីស្ទដល់អ្នកស្ដាប់និងអាចជ្រាបចូលក្នុងបេះដូងរបស់អ្នកច្រៀងមិត្តជាទីស្រឡាញ់ព្រះយេស៊ូវសពប្រតិឲ្យយើងធ្វើជាពន្លឺខ្ញុំសូមថ្លែងទីបន្តដូច្នោះនៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទអាមែន